និយាយពីថាមានកម្លាំងព្រឹសមងអាដាមសេនីឯកជូនរិនឧបត្ថម្ភថវិកា2លានរៀលលើកទឹកចិត្តជូននគរបាលឆ្នើមដែលចាប់ចោលឆក់បាន2នាក់អាដាមសេនីឯកជូនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញឧបត្ថម្ភថវិកា2លានរៀលលើកទឹកចិត្តជូននគរបាលជំនាញព្រមត្តនខណ្ឌចំការមនដែលបង្ក្រាបជនសង្ស័យបាន2នាក់ក្នុងអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេសនេះបើតាមការបញ្ជាក់នៅលើទំព័រ Facebook ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី10ខែឧសភាឆ្នាំ2025នេះយោងតាមប្រភពខាងលើនេះបានបន្ថែមមកដឹងថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមននិងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌរិស័យកែវដឹកនាំដោយលោកវរៈសេនីតូហួរមេងហ៊ួនអធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីបានអនុវត្តតាមបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកជូនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2025វេលាម៉ោង 11:20 នាទីនៅក្នុងខណ្ឌចំការមនដោយកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2025នៅចំណុចមុខក្លឹបអាល់ត្រាស្ថិតក្នុងក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញប្រព្រឹត្តដោយជនសង្ស័យចំនួន2នាក់មានឈ្មោះដូចខាងក្រោមឈ្មោះគឿនគុណភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិដើមកោសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមុខរបរមិនពិតប្រាកដគ្មានសារធាតុញៀនជាជនដៃដល់និងជាមុខសញ្ញាថ្មីឈ្មោះលីហ្វាភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរអ៊ីស្លាមស្នាក់នៅផ្ទះលេខ1006ភូមិ2សង្កាត់ច្រាំងចម្រេះទី1ខណ្ឌរិស័យកែវរាជធានីភ្នំពេញមុខរបរមិនពិតប្រាកដមានសារធាតុញៀនជាអ្នកបិទគូតពីក្រោយនិងជាមុខសញ្ញាចាស់នៅក្នុងការបង្ក្រាបនេះសម្ភារៈវត្ថុតាងដែលនគរបាលជំនាញដកហូតបានរួមមានម៉ូតូធ្វើសកម្មភាពចំនួន2គ្រឿងម៉ាកស្កូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JC 4086និងម៉ាក Honda C125 ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1LI 8243កូនកាបូបឆ្នៃធ្វើអំពីក្រណាត់ពណ៌ប្រផេះចំនួន1ផលនៃបទល្មើសលិខិតឆ្លងដែនចំនួន2ក្បាលកាតការងារជនបរទេសចំនួន1អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋចិនចំនួន3សន្លឹកនិងប័ណ្ណបើកបរជនបរទេសចំនួន1បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី